ភូមិឯងខុសគ្នាដូចម្តេចខ្លះថំអូផ្សារនេះធំជាងផ្សារនៅភូមិខ្ញុំទីនេះមានតូបលក់ដូរច្រើនជាងនឹងមានតំណាញ់ច្រើនមុខងាយស្រួលរកទិញជាងផ្សារនៅភូមិខ្ញុំប៉ុន្តែរបស់ខ្លះថ្លៃជាងផ្សារនៅភូមិខ្ញុំបរាតើតំណែងណាខ្លះដែលគេលក់ថោកជាងផ្សារនៅភូមិខ្ញុំថោកអូត្រីសាច់និងបន្លែគេលក់ថោកជាងព្រោះគេនាំយកមកពីកន្លែងជិតៗនេះ